អ្នកដឹកនាំមានឥទ្ធិពល Five Level of Leadership សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងនឹងមកសិក្សាអំពីមេរៀនដឹកនាំលំដាប់អន្តរជាតិដ៏ល្បីល្បាញនិងមានតម្លៃបំផុតមួយក្នុងវិស័យភាពជាអ្នកដឹកនាំនោះគឺ Five Level of Leadership របស់លោក John C. Maxwell លោក John Maxwell គឺជាអ្នកនិពន្ធសៀវភៅអំពីភាពជាអ្នកដឹកនាំដ៏ល្បីល្បាញបំផុតមួយរបស់ពិភពលោកគាត់បានបង្ហាញថាភាពជាអ្នកដឹកនាំមិនមែនជារឿងឋានៈឬតំណែងប៉ុន្តែវាជាឥទ្ធិពលដែលអ្នកបង្កើតបានមេរៀន5 level នេះគឺជាដំណើរកម្មវិធីកម្រិតទាបបំផុតរហូតដល់កម្រិតខ្ពស់បំផុតនៃភាពជាអ្នកដឹកនាំតើភាពជាអ្នកដឹកនាំទាំង5កម្រិតនេះមានអ្វីខ្លះមនុស្សដើរតាមអ្នកដឹកនាំដោយហេតុផលផ្សេងៗគ្នាយើងនឹងពិនិត្យមើលជាមួយគ្នាម្ដងមួយកម្រិតទី1 position ឋានៈឬតំណែងនេះគឺជាកម្រិតទាបបំផុតឬកម្រិតចាប់ផ្ដើមនៅកម្រិតនេះមនុស្សដើរតាមអ្នកព្រោះតែពួកគេត្រូវតែធ្វើតាមអ្នកមានតំណែងជាប្រធានជាអ្នកគ្រប់គ្រងឬជាមេអ្នកមានសិទ្ធិបញ្ជាប៉ុន្តែគ្មានឥទ្ធិពលពិតប្រាកដទេបើអ្នកពឹងផ្អែកលើតែតំណែងនៅពេលអ្នកបាត់បង់តំណែងគ្មាននរណាដើរតាមអ្នកទេនេះគឺជាកម្រិតមានតែសិទ្ធិប៉ុណ្ណោះកុំគិតថាតំណែងធ្វើឲ្យអ្នកខ្លាចជាអ្នកដឹកនាំវាគ្រាន់តែជាឱកាសចាប់ផ្ដើមប៉ុណ្ណោះកម្រិតទី2 permission ការអនុញ្ញាតនៅកម្រិតនេះមនុស្សដើរតាមអ្នកព្រោះពួកគេចង់ធ្វើតាមអ្នកបានសាងសង់ទំនាក់ទំនងល្អនិងទទួលបានការអនុញ្ញាតពីក្រុមការងារអ្នកស្ដាប់ពួកគេយល់ចិត្តពួកគេនិងបង្ហាញថាអ្នកខ្វល់ខ្វាយអំពីពួកគេជាមនុស្សឬក៏ជាបុគ្គលិករបស់អ្នកនៅកម្រិតនេះភាពជាអ្នកដឹកនាំផ្លាស់ប្ដូរពីខ្ញុំបញ្ជាទៅជាយើងនឹងធ្វើការជាមួយគ្នាវិធីសាស្ត្រដើម្បីឡើងទៅកម្រិតនេះចំណាយពេលស្គាល់សហការីស្ដាប់សហការីនិងជួយសហការីដោយស្មោះកម្រិតទី3 production ផលិតផលឬលទ្ធផលនៅកម្រិតនេះមនុស្សដើរតាមអ្នកព្រោះអ្វីដែលអ្នកបានធ្វើសម្រាប់អង្គភាពឬអាចនិយាយបានថាមនុស្សដើរតាមអ្នកព្រោះតែស្នាដៃដែលអ្នកបានកសាងសម្រាប់អង្គភាពអ្នកផ្ដោតលើលទ្ធផលការងារត្រូវបានសម្រេចគោលដៅត្រូវបានឈានដល់និងក្រុមមានផលិតភាពខ្ពស់អ្នកដឹកនាំកម្រិតនេះមានគេឈ្មោះល្អព្រោះពួកគេដឹងពីរបៀបជំរុញក្រុមធ្វើការបានល្អនិងទទួលបានជោគជ័យលទ្ធផលជាក់ស្ដែងបង្កើតភាពជឿជាក់និងការគោរពលទ្ធផលល្អគឺជាភាសាដ៏មានតម្លៃរបស់មេដឹកនាំអ្នកដឹកនាំត្រូវធ្វើក្រុមសម្រេចលទ្ធផល get the thing done កម្រិតទី4 people development ឬការអភិវឌ្ឍមនុស្សនេះគឺជាកម្រិតខ្ពស់ដែលអ្នកដឹកនាំពិតប្រាកដតែងតែឈានដល់នៅទីនេះមនុស្សដើរតាមអ្នកព្រោះអ្វីដែលអ្នកបានធ្វើសម្រាប់ពួកគេផ្ទាល់អ្នកវិនិយោគពេលវេលាធម៌ពលនិងចំណេះដឹងដើម្បីជួយសហការីឲ្យរីកចម្រើននិងក្លាយជាអ្នកដឹកនាំអ្នកបង្កើតអ្នកដឹកនាំថ្មី reproduction នៅពេលអ្នកចាក់ចេញក្រុមនៅតែអាចបន្តដំណើរការបានយ៉ាងល្អការផ្ដល់ឱកាសបណ្ដុះបណ្ដាលផ្ដល់ឱកាសនិងការសរសើរដើម្បីឲ្យអ្នកដទៃលូតលាស់កម្រិតទី5 pinnacle កម្រិតនេះគឺជាកម្រិតកំពូលឬមរតកនេះគឺជាកម្រិតខ្ពស់បំផុតដែលមានតែអ្នកដឹកនាំ2-3អ្នកប៉ុណ្ណោះដែលអាចឈានដល់នៅទីនេះមនុស្សដើរតាមអ្នកព្រោះអ្វីដែលអ្នកតំណាងនិងអ្វីដែលអ្នកជាអ្នកបានបង្កើតមរតកយូរអង្វែងបង្កើតអ្នកដឹកនាំចំនួនក្រោយនិងកសាងស្នាដៃដល់អង្គភាពឬសង្គមយ៉ាងធំឥទ្ធិពលរបស់អ្នកមានស្ថិរភាពទោះបីបើអ្នកមិនស្ថិតនៅទីនោះក៏ដោយអ្នកដឹកនាំដូចជា Nelson Mandela ឬ John C. Maxwell ផ្ទាល់ដែលបានបង្កើតមរតកនៃភាពជាអ្នកដឹកនាំរបៀបឡើងពីកម្រិត1ទៅកម្រិត1ដើម្បីឡើងពីកម្រិត1ទៅកម្រិត2សាងសង់ទំនាក់ទំនងពីកម្រិត2ទៅកម្រិត3ផ្ដោតលើលទ្ធផលពីកម្រិត3ទៅកម្រិត4វិនិយោគលើមនុស្សពីកម្រិត4ទៅកម្រិត5បង្កើតមរតកនិងអ្នកដឹកនាំចំនួនក្រោយសំខាន់បំផុតអ្នកត្រូវតែមានគុណភាពនៃកម្រិតទាបទើបអាចឡើងទៅកម្រិតខ្ពស់បាន
បើអ្នកមិនអាចរំលងកម្រិតបានទេត្រូវតែព្យាយាមម្ដងទៀតសេចក្តីសង្ខេប Five levels of leadership បង្ហាញឲ្យយើងឃើញថាភាពជាអ្នកដឹកនាំគឺជាដំណើរកម្មវិធីមិនមែនជាគោលដៅទេចាប់ផ្ដើមពី position រហូតដល់ pinnacle អ្នកត្រូវបង្កើតឥទ្ធិពលជារៀងរាល់ថ្ងៃតាមរយៈទំនាក់ទំនងលទ្ធផលនិងអភិវឌ្ឍធនធានមនុស្សបើអ្នកចង់ខ្លាយជាអ្នកដឹកនាំមានឥទ្ធិពលពិតប្រាកដសូមសួរខ្លួនឯងថាតើខ្ញុំកំពុងនៅកម្រិតណាហើយខ្ញុំត្រូវធ្វើអ្វីដើម្បីឡើងទៅកម្រិតបន្ទាប់សូមចងចាំពាក្យរបស់ John C. Maxwell ឋានៈមិនអាចធ្វើឲ្យអ្នកដទៃខ្លាយជាអ្នកដឹកនាំទេប៉ុន្តែឥទ្ធិពលរបស់អ្នកនឹងធ្វើឲ្យអ្នកខ្លាយជាអ្នកដឹកនាំពិតប្រាកដអរគុណបងប្អូនទាំងអស់គ្នាដែលបានស្ដាប់បើអ្នកជាអ្នកដឹកនាំនៅកម្រិតណាឬមានបទពិសោធន៍អំពី5កម្រិតនេះសូមបញ្ចេញមតិខាងក្រោមយើងនឹងជួបគ្នាម្ដងទៀតនៅវីដេអូបន្តសូមឲ្យអ្នកទាំងអស់គ្នាឡើងទៅកម្រិតដ៏ខ្ពស់បំផុតនៃភាពជាអ្នកដឹកនាំនិងបង្កើតមរតកដ៏អស្ចារ្យសម្រាប់អង្គភាពនិងសង្គមប្រទេសជាតិមួយខ្លាំងគឺដោយសារតែមានមេដឹកនាំខ្លាំងហើយនិងប្រជាជនដែលខ្លាំងសូមអរគុណសូមជម្រាបលាជួបគ្នាវីដេអូក្រោយ